សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូឃ្លីបមួយទៀតនិយាយពីតួអង្គ Spider-Man អ្នកទាំងអស់គ្នាបានឃើញរួចហើយនៅចុងបញ្ចប់នៃរឿង Spider-Man No Way Home នៅពេលដែល Peter Parker ដើរចូលទៅក្នុងហាងកាហ្វេដើម្បីជួប MJ ទឹកមុខរបស់ Peter Parker នៅពេលនោះវាមិនមែនជាទឹកមុខរបស់មនុស្សដែលទើបតែសង្គ្រោះពិភពលោកបានសម្រេចនោះទេប៉ុន្តែវាគឺជាទឹកមុខរបស់ក្មេងប្រុសម្នាក់ដែលទើបតែបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯងទាំងស្រុងហើយអ្នកទាំងអស់គ្នាដឹងទេអត់ថា Spider-Man គឺជា hero ដែលលះបង់ច្រើនជាងគេប៉ុន្តែនៅក្នុងចក្រវាឡ MCU ការលះបង់លើកនេះវាលើសពីអ្វីដែលយើងធ្លាប់ឃើញកន្លងមកវាមិនមែនត្រឹមតែការបាត់បង់មនុស្សជាទីស្រឡាញ់ដូចជា Uncle Ben ឬក៏អ្នកមីងមេទេតែគឺជាពិភពលោកទាំងមូលបំភ្លេចថាមានឈ្មោះ Peter Parker រស់នៅលើផែនដីតើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថាហេតុអីបានជា Marvel សម្រេចចិត្តធ្វើបាប Peter Parker ដល់ថ្នាក់ហ្នឹងហេតុអ្វីបានជាគេមិនជឿឬក៏មិនអាចឲ្យ Peter មានសេចក្តីសុខបានខ្លះតាមពិតទៅចម្លើយវាសាមញ្ញបំផុតតែវាក៏ឈឺចាប់បំផុតដែរគឺដើម្បីឲ្យ Peter Parker ក្លាយទៅជា Spider-Man ដ៏ពិតប្រាកដម្នាក់គេខ្លួនឯង Peter ខ្លួនឯងចាំបាច់ត្រូវតែបាត់បង់អ្វីគ្រប់យ៉ាងដែលមាននាមជា Peter Parker ថ្ងៃនេះយើងនឹងមកជជែកគ្នាឲ្យស៊ឺជំរឿជាងនេះបន្តិចបាទអ្នកទាំងអស់គ្នាត្រឡប់ទៅមើលតាំងពីរឿង Spider-Man Homecoming រហូតដល់ Far From Home យើងឃើញហើយថា Peter Parker នៅក្នុង MCU គឺខុសគ្នាពី Spider-Man ចំនួន Tobey Maguire ឬក៏ Andrew Garfield Peter Parker របស់ Tom Holland គឺមានសំណាងខ្លាំងណាស់គេមាន Tony Stark ជា mentor មានបច្ចេកវិទ្យាទំនើបប្រើមានឈុតតម្លៃរាប់លានដុល្លារហើយទាំងថែមទាំងមានមិត្តភ័ក្តិដែលដឹងពីអាចកំបាំងរបស់គេតាំងពីវគ្គដំបូងមកម្លេះនិយាយត្រង់ទៅមហាជនមួយចំនួនធ្លាប់រិះគន់ថា Peter Parker នៅក្នុងចក្រវាឡ MCU ដូចជា Iron Man Junior អញ្ចឹងពេលមានបញ្ហាគេតែងតែមានអ្នកជួយជានិច្ចមាន Happy Hogan ចាំជួយមើលការខុសត្រូវមាន Nick Fury ចាំហៅទៅធ្វើការ Peter Parker មិនដែលស្គាល់ពាក្យថាឯកោពិតប្រាកដនោះទេប៉ុន្តែអ្នកទាំងអស់គ្នាគិតមើលទៅចរិតលក្ខណៈ Snow របស់ Spider-Man តាំងពីក្នុង comic មកគឺជាតួអង្គដែលតស៊ូតែម្នាក់ឯងឬក៏គេគឺជាក្មេងម្នាក់ដែលត្រូវរ៉ាប់រងបន្ទុកពិភពលោកខណៈពេលដែលសំបីតែលុយបង់ថ្លៃឈ្នួលផ្ទះក៏គ្មានហើយនេះហើយគឺជាអ្វីដែល MCU ខ្វះខាតការពីវគ្គមុនចូលមកដល់ Spider-Man No Way Home វិញអ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរចំណុចរបស់ដំបូងបំផុតគឺការស្លាប់របស់អ្នកមីងមេត្រង់ចំណុចនេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានឹកឃើញឈុតមួយដែល Peter Parker អង្គុយកណ្ដាលភ្លៀងបន្ទាប់ពី Anime ស្លាប់ទៅនោះហើយគឺជាលើកដំបូងដែល Peter Parker បាត់បង់បង្គោលតែមួយគត់ដែលគេនៅសេសសល់នៅពេលដែល Tony Stark ស្លាប់ Peter នៅមាន Anime แต่នៅពេល Anime ស្លាប់ Peter Parker មិនសល់អ្នកណាក្រៅពីខ្លួនឯងទេហើយ clear ដែលថា with great power there must also come a great responsibility វាទៅតែមានន័យជ្រៅពិតប្រាកដនៅក្នុងវគ្គនេះឯងកាលពីមុន Peter ធ្វើជា hero ព្រោះចង់ឲ្យ Tony Stark សរសើរព្រោះខ្លួនឯងចង់ចូលក្រុម Avenger តែលើកនេះ Peter ត្រូវធ្វើជា hero ទាំងដែលខ្លួនឯងកំពុងឈឺចាប់បំផុតហើយត្រូវសម្រេចចិត្តជួយសង្គ្រោះសត្រូវដែលសម្លាប់មនុស្សជាទីស្រឡាញ់ខ្លួនឯងថែមទៀតផងនេះហើយគឺជាភាពខុសគ្នារវាងក្មេងដែលមានសមត្ថភាពនិង hero ពិតប្រាកដតោះឥឡូវយើងមកនិយាយអំពីឈុតចុងក្រោយដែល Doctor Strange រៀបនឹងសូត្រមន្តឲ្យពិភពលោកបំភ្លេចនរណាជា Peter Parker គិតមើលទៅបើអ្នកទាំងអស់គ្នាជា Peter តើអ្នកទាំងអស់គ្នាហ៊ានធ្វើអត់ការដែលដឹងថាមនុស្សដែលយើងស្រឡាញ់បំផុតដូចជា MJ ឬក៏មិត្តភ័ក្តិល្អៗដូចជា Ned នឹងមើលមកយើងដូចជាមនុស្សចម្លែកវានឹងឈឺជាងស្លាប់ទៅទៀតប៉ុន្តែ Peter Parker យល់ស្របហ
ហេតុអ្វីព្រោះគេដឹងថាដរាបណាពិភពលោកនៅតែស្គាល់ Peter Parker នោះមនុស្សជុំវិញខ្លួនរបស់ Peter Parker នឹងមិនមានសុវត្ថិភាពឡើយ Peter Parker យល់ថាជីវិតផ្ទាល់ខ្លួនរបស់គេគឺជាឧបសគ្គដល់បេសកកម្មរបស់ Spider-Man ដើម្បីសង្គ្រោះ Multiverse ដើម្បីសង្គ្រោះមិត្តភ័ក្តិគេត្រូវតែសម្លាប់អត្តសញ្ញាណជា Peter Parker ចោលនៅពេលដែលរឿងចប់យើងឃើញ Peter Parker ជួលបន្ទប់ផ្ទះល្វែងតូចមួយរកលុយដោយខ្លួនឯងហើយអ្វីដែលសំខាន់បំផុតនោះគឺគេដេរឈុត Spider-Man ដោយខ្លួនឯងគ្មានបច្ចេកវិទ្យារបស់ Stark គ្មាន AI គ្មានអាវុធទំនើបវាគឺជាឈុតក្រណាត់ធម្មតាពណ៌ក្រហមខៀវឆើតដែលយើងធ្លាប់ឃើញនៅក្នុង comic beta វិនាទីដែល Peter Parker លោតចេញតាមបង្គាប់ទៅក្នុងពិភពព្រិលធ្លាក់នៅទីក្រុង New York នោះហើយគឺជាវិនាទីដែល Spider-Man ដ៏ពិតប្រាកដបានកើតចេញឡើងនៅក្នុងចក្រវាឡ MCU គេលែងជំពាក់នឹងអ្នកណាគេលែងរស់នៅក្រោមស្រមោលអ្នកណាគេគឺជាអ្នកការពារទីក្រុងតូចតាចម្នាក់ដែលពិភពលោកមិនស្គាល់សូម្បីតែឈ្មោះតែគេនៅតែជ្រើសរើសធ្វើរឿងដែលត្រឹមត្រូវយើងទាំងអស់គ្នាប្រហែលជាមានអារម្មណ៍អាណិត Peter Parker ខ្លាំងក្នុងហាងកាហ្វេនៅពេលដែលគេឃើញ MJ មានស្នាមរបួសលើថ្ងាសហើយគេក៏សម្រេចចិត្តមិននិយាយប្រាប់ពីការពិតគេសុខចិត្តឲ្យនាងមានសេចក្តីសុខក្នុងជីវិតធម្មតាជាជាងឲ្យនាងមកធ្វើការផ្សងព្រេងគ្រោះថ្នាក់ជាមួយខ្លួនគេនេះហើយគឺជាការលះបង់ដ៏ខ្ពស់បំផុតឬក៏អ្នកទាំងអស់គ្នាអាចហៅថា ultimate sacrifice អញ្ចឹងសរុបមកវិញហេតុអ្វីបានជា Peter Parker ត្រូវបាត់បង់អ្វីគ្រប់យ៉ាងនោះក៏ព្រោះតែនៅក្នុងពិភព Marvel Spider-Man មិនមែនគ្រាន់តែជាមនុស្សដែលមានកម្លាំងលើសមនុស្សធម្មតានោះទេប៉ុន្តែ Spider-Man គឺជានិមិត្តរូបនៃការព្យាយាមការដែលគេគ្មានអ្វីសោះតែគេនៅតែផ្ដល់ឲ្យពិភពលោកនៅអ្វីគ្រប់យ៉ាងដែលគេមាននឹងហើយជាអ្វីដែល Spider-Man ខ្លាយជា hero ដែលមនុស្សគ្រប់គ្នាស្រឡាញ់បំផុតការបាត់បង់ Peter Parker នៅក្នុងវគ្គ No Way Home វាមិនមែនជាទីបញ្ចប់នៃសាច់រឿងនោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមដ៏ពិតប្រាកដយើងទើបតែបានឃើញ origin story ដែលចំណាយពេលអស់3វគ្គទើបសរសេរចប់ឥឡូវនេះ Peter Parker លែងជាក្មេងទំនើងម្នាក់ហើយគេគឺជាបរិសម្នាក់ដែលយល់ច្បាស់ពីតម្លៃនៃពាក្យថាការទទួលខុសត្រូវឬក៏ responsibility ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរតើអ្នកទាំងអស់គ្នាពេញចិត្តនឹងការបញ្ចប់នឹងអត់ឬក៏ចង់ឲ្យ MJ ចងចាំ Peter Parker វិញសម្រាប់ខ្ញុំភាពជឿចាប់នៅចុងបញ្ចប់នេះហើយដែលធ្វើឲ្យរឿង Spider-Man វគ្គនេះคล้ายជារឿងដែលល្អបំផុតនិងមានអត្ថន័យបំផុតក្នុងចំណោមរឿង Spider-Man ទាំងអស់កុំភ្លេច comment ប្រាប់មតិអ្នកទាំងអស់គ្នានៅខាងក្រោមផងហើយបើចូលចិត្តវីដេអូប្រភេទវិភាគបែបនេះកុំភ្លេចចុច like និង subscribe ដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតវីដេអូបែបនេះក្រោយៗទៀតអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយ